វាមិនមែនជាការងាយស្រួលទេវាលំបាកទាំងអស់ការគិតគូររបស់យើងត្រូវធ្វើយ៉ាងណាជំនះធ្វើមិនកុំឲ្យប្រជាជនស្លាប់ព្រោះយើងផ្ដល់អធិភាពមុនគេគឺសិទ្ធិរស់រានមានជីវិតត្រង់លោកជំទាវប្រធានអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅទីនេះផ្ដល់លទ្ធភាពយ៉ាងណាគឺស្រេចទៅលោកជំទាវទេលោកជំទាវអាចផ្ដល់នៅសេរីភាពបញ្ចេញមតិមុនក៏បានក៏ប៉ុន្តែសម្រាប់យើងខ្ញុំនៅទីនេះបើសិនជាងាប់ហើយគឺអត់និយាយឲ្យកើតទេអត់បញ្ចេញមតិកើតទេលោកជំទាវខ្ញុំសូមនិយាយដោយត្រង់យ៉ាងដូចនេះបានជានៅទីនេះយើងត្រូវផ្ដល់ការយកចិត្តទុកដាក់ទៅលើបញ្ហាសិទ្ធិរស់រានមានជីវិតជាមុនព្រោះដោយសារតែសិទ្ធិរស់រានមានជីវិតហើយទើបយើងអាចទៅអនុវត្តសិទ្ធិដទៃទៀតទាំងសិទ្ធិបង្កើតបកនយោបាយបង្កើតអង្គការក្រៅរដ្ឋាភិបាលបង្កើតសង្គមស៊ីវិលបង្កើតសារព័ត៌មានឬសិទ្ធិដទៃទៀតបើសិទ្ធិរស់រានមានជីវិតគ្មានហើយគឺបានសង្កេតថាអ្នកឯងអត់មានសិទ្ធិអ្វីទាំងអស់